គាត់បានចាក់យកឈាមពីកដៃរបស់ព្រះអង្គដោយប្រុងប្រយ័ត្ននិងមិនឲ្យរងរបួសនោះទេបន្ទាប់មកគាត់បានចាក់ចេញទៅដោយស្ងៀមស្ងាត់កយបានឃើញប៉ាន់តែដាក់នៅក្បែរគាត់ដើរលើបដោយស្ងៀមស្ងាត់បន្ទាប់មកគាត់បានយកប៉ាន់នោះហើយរត់ចេញពីខ្ទមមួយនោះតាំងពីថ្ងៃនោះមកកយបានយល់ថាទ្រព្យសម្បត្តិពិតប្រាកដគឺគ្រួសារនិងភាពស្មោះត្រង់នៅច្រកទ្វាររាជវាំងមានអ្នកយាមយ៉ាងតឹងរឹងកយប្រើការបោកបញ្ឆោតថាជាជំនួយការជិតស្និទ្ធរបស់ព្រះអង្គហើយគាត់បានចូលទៅក្នុងរាជវាំងនោះបានដោយជោគជ័យគាត់បានគិតនៅក្នុងចិត្តថាឥឡូវនេះខ្ញុំបានចូលមកក្នុងរាជវាំងបានហើយខ្ញុំត្រូវសង្កេតមើលទម្លាប់ប្រចាំថ្ងៃរបស់ព្រះអង្គវិក្រមព្រឹកថ្ងៃល្ងាចហើយនិងយប់កយបានធ្វើតាមគំរូនោះដោយសង្កេតមើលព្រះអង្គវិក្រមគ្រប់ពេលពីព្រឹកដល់យប់នៅពេលយប់ព្រះអង្គបានចូលផ្ទុំនៅក្នុងបន្ទប់គេងកយបានគិតក្នុងចិត្តថានេះហើយជាពេលដែលសមរម្យខ្ញុំនឹងយកឈាមបន្តិចពីខ្លួនរបស់ព្រះអង្គដាក់ក្នុងដបតូចមួយនេះជាដំបូងខ្ញុំនឹងដាក់ថ្នាំផ្ទុំលងលក់ឲ្យព្រះអង្គនឹងផ្ទុំលងលក់បន្ទាប់មកខ្ញុំនឹងយកម្ជុលចាក់ដៃរួចយកឈាមរបស់ទ្រង់គ្មានអ្នកណាធ្វើអីខ្ញុំកើតនោះទេកយបានដាក់ថ្នាំងងុយគេងក្នុងព្រះកាយារបស់ទ្រង់ហើយយកទៅឲ្យព្រះអង្គវិក្រមដោយនិយាយថាព្រះអង្គព្រះម្ចាស់ក្សត្រីបានផ្ញើព្រះកាយានេះឲ្យព្រះអង្គណាក្រាបទូលមិនអីទេអរគុណឯងហើយណាតែយើងមិនតន់ចង់សោយឥឡូវនេះទេសូមឯងដាក់នៅត្រង់នេះចុះហើយយើងនឹងសោយនៅពេលក្រោយណាទេព្រះអង្គព្រះម្ចាស់ក្សត្រីបញ្ជាឲ្យខ្ញុំមកឲ្យទ្រង់សោយដោយផ្ទាល់ណាក្រាបទូលតតែព្រះអង្គសោយទើបខ្ញុំត្រឡប់ទៅវិញនេះជាព្រះបញ្ជាណាក្រាបទូលបើអញ្ចឹងឲ្យមកយើងនឹងសោយព្រះកាយាឥឡូវនេះព្រះអង្គបានសោយព្រះកាយានោះហើយបានចូលផ្ទុំនៅលើព្រះកាឡាបន្ទុំរបស់ទ្រង់បន្តិចក្រោយមកកយបានត្រឡប់មកវិញដោយកាន់ដបតូចមួយនិងម្ជុលមួយគាត់បានចាក់យកឈាមពីកដៃរបស់ព្រះអង្គដោយប្រុងប្រយ័ត្ននិងមិនឲ្យរងរបួសនោះទេបន្ទាប់មកគាត់បានចាក់ចេញទៅដោយស្ងៀមស្ងាត់អូនណាដែលឯងបានមកទាន់ពេលវេលាតើឯងបានបំពេញលក្ខខណ្ឌ3យ៉ាងដែលយើងបានដាក់ឲ្យដែរឬទេដោយបេះដូងលុតដុកដាក់កយបានគិតក្នុងចិត្តថាខ្ញុំត្រូវចាក់ចេញឥឡូវនេះហើយនិយាយបែបនេះហើយកយចាក់ចេញពីព្រះរាជវាំងដោយស្ងៀមស្ងាត់ហើយបានយកដបដាក់ឈាមក្នុងហោប៉ៅរបស់គាត់យ៉ាងប្រុងប្រយ័ត្នក្រោយដើរបានមួយត្របក់មេឃក៏ចាប់ផ្ដើមភ្លឺគាត់បានដឹងថាការទៅរកប៉ាន់តែរបស់ព្រះមនីឥសីវាជារឿងមិនងាយស្រួលនោះទេព្រោះព្រះមនីឥសីបានទុដងនៅលើកំពូលភ្នំហើយថែមទាំងមានឈ្មោះល្បីថាមានបារមីខ្លាំងទៀតផងកយបានចាប់ផ្ដើមឡើងលើភ្នំពេញមួយថ្ងៃទើបដល់កំពូលភ្នំមួយនោះខ្ញុំបានមកដល់កំពូលភ្នំហើយតែតើខ្ញុំយកប៉ាន់តែរបស់ព្រះមនីឥសីបានយ៉ាងដូចម្ដេចបើសិនជាគេតាមទាន់ខ្ញុំគេនឹងចាប់ខ្ញុំទុកភ្លាមដោយសារតែប៉ុន្តែមានឫទ្ធិអំណាចនិងមានបារមីខ្លាំងណាស់ខ្ញុំនឹងធ្វើរឿងមួយដោយរងចាំរហូតដល់ពេលយប់នៅពេលយប់មកដល់កយបានដើរទៅជិតខ្ទមយ៉ាងស្ងៀមស្ងាត់ដែលលោកតាឥសីកំពុងតែសមាធិ
កយបានឃើញប៉ាន់តែដាក់នៅក្បែរគាត់ដើរលើបដោយស្ងៀមស្ងាត់បន្ទាប់មកគាត់បានយកប៉ាន់នោះហើយរត់ចេញពីខ្ទមមួយនោះនៅពេលព្រឹកព្រលឹមគាត់បានមកដល់ផ្ទះរបស់គាត់វិញហ៎ណែអើយសូមយកកញ្ចប់សាច់ក្តាន់ដែលខ្ញុំបានផ្ដល់ឲ្យអ្នកមកដើម្បីឲ្យខ្ញុំយកទៅឲ្យអរិយទឹកក្នុងការទទួលបានទ្រព្យកំណប់ដ៏មហាសាលពីក្នុងរូងភ្នំនោះមកវិញណាអ្នកព្រោះឥឡូវនេះយើងបានទាំងឈាមព្រះអង្គនិងប៉ាន់តែរបស់តាអេសីហើយណាអ្នកខ្ញុំបានយកគ្រប់របស់3យ៉ាងរួចរាល់អស់ហើយឥឡូវនេះសល់តែកំណប់ទ្រព្យដ៏មហាសាលនោះទេដែលកំពុងរងចាំយើងណាអ្នកតើអ្នកត្រូវបានគេសង្ស័យដែរឬទេណាអ្នកពីព្រោះមានអ្នកយាមច្រើនណាស់នៅព្រះរាជវាំងណាអ្នកអើយប៉ិតហើយមានអ្នកយាមច្រើនណាស់ប៉ុន្តែខ្ញុំបានបន្លំខ្លួនធ្វើជាអ្នកបម្រើគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងខ្ញុំទេហើយអ្នកបានធ្វើអ្វីដល់ព្រះអង្គធ្ងន់ធ្ងរដែរឬទេណាអ្នកហើយម្យ៉ាងវិញទៀតព្រះអង្គនឹងតាមស៊ើបស្វែងរកពួកយើងខ្ញុំគ្រាន់តែចាក់ម្ជុលចូលទៅក្នុងដៃព្រះអង្គបន្តិចដើម្បីយកឈាមរបស់ទ្រង់តែប៉ុណ្ណោះព្រឹកឡើងទ្រង់នឹងជាសះស្បើយហើយគ្មាននរណាដឹងថាមានរឿងអ្វីនោះទេបន្ទាប់មកកយបានយកកញ្ចប់ដាក់សាច់សត្វក្តាន់និងរបស់ផ្សេងទៀតទៅឲ្យស្ដេចអរិយទឹកល្អណាស់ដែលឯងបានមកទាន់ពេលវេលាតើឯងបានបំពេញលក្ខខណ្ឌ3យ៉ាងដែលយើងបានដាក់ឲ្យដែរឬទេត្រូវហើយលោកម្ចាស់ខ្ញុំបានយកគ្រប់យ៉ាងដោយដែលលោកម្ចាស់បានដាក់លក្ខខណ្ឌមកហើយសាច់ក្តាន់ឈាមរបស់ព្រះអង្គវិក្រមនិងប៉ាន់តែរបស់តាអេសីហើយតើឥឡូវនេះខ្ញុំនឹងទទួលបានទ្រព្យសម្បត្តិហើយមែនទេកយបានប្រគល់របស់ទាំង3យ៉ាងឲ្យអរិយទឹកនិយាយទាំងញ័រខ្លួនថាល្អណាស់ឯងឥឡូវនេះនឹងក្លាយជាម្ចាស់នៃទ្រព្យសម្បត្តិនៅលើទឹកដីនេះហើយនិយាយបែបនេះហើយអរិយទឹកស្រាប់តែបាត់ភ្លាមចេញពីក្នុងរូងភ្នំនោះកយបានចូលទៅក្នុងរូងភ្នំខាងមុខទៀតហើយឃើញអន្លង់រូងភ្នំមួយពោពេញដោយមាសពេជ្រប្រាក់កាក់គ្រឿងអលង្ការនិងរបស់មានតម្លៃជាច្រើនទៀតពន្លឺភ្លឺចែងចាំងពាសពេញរូងភ្នំលើកដំបូងខ្ញុំបានមកទីនេះមានហឹបដ៏ចាស់មួយប៉ុន្តែពេលនេះវាคล้ายទៅជាអន្លង់រូងភ្នំដែលមានសោភ័ណភាពពោពេញទៅដោយមាសប្រាក់ដែលប្រអប់ចាស់នោះក៏មានពន្លឺភ្លឺចែងចាំងដែរឥឡូវនេះមាសប្រាក់ទាំងអស់នេះคล้ายជារបស់ខ្ញុំហើយខ្ញុំនឹងคล้ายជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងភូមិកយមានចិត្តត្រេកអរខ្លាំងណាស់គាត់គិតថាគាត់នឹងក្លាយជាអ្នកមានបំផុតក្នុងភូមិប៉ុន្តែពេលដែលកយបានយកដៃប៉ះទៅលើទ្រព្យសម្បត្តិទាំងអស់នោះក្នុងគ្រានោះដែរក៏មានភាពរងឹតគ្របដណ្ដប់ក្នុងរូងភ្នំនោះមួយខណៈពេលក្រោយមកពន្លឺបានត្រឡប់ដូចដើមវិញកយឃើញថាទ្រព្យសម្បត្តិមាសប្រាក់កែវកងទាំងអស់បានប្រែក្លាយទៅជាធូលីដីទៅវិញតើកំណត់ទ្រព្យសម្បត្តិទាំងអស់បានបាត់ទៅណាអស់ហើយតើហេតុអ្វីវាបានប្រែក្លាយទៅជាធូលីដីទៅវិញក្រែងមុននេះមានហឹបដែលពោពេញទៅដោយមាសប្រាក់តើវាអាចកើតឡើងបែបនេះបានយ៉ាងដូចម្ដេចនៅពេលដែលកយនិយាយបែបនេះអរិយទឹកបានបង្ហាញខ្លួនម្ដងទៀតកយបានសួរថាតើវាកើតឡើងបានយ៉ាងដូចម្ដេចលោកអរិយទឹកខ្ញុំបានខិតខំធ្វើតាមលក្ខខណ្ឌរបស់លោកអស់ហើយវាដល់ពេលដែលខ្ញុំទទួលបានមាសប្រាក់ទាំងអស់នេះហើយមាសប្រាក់ទាំងអស់នេះក៏បានប្រែក្លាយទៅជាធូលីដីទៅវិញតើហេតុអ្វីបានប្រែក្លាយទៅជាបែបនេះលោកអរិយទឹកអើយកំណប់ទ្រព្យទាំងអស់នេះគឺមិនមែនសម្រាប់អ្នកដែលមានចិត្តលោភលន់នោះទេអ្នកបានសម្លាប់សត្វក្តាន់ព្រៃដោយសារភាពលោភលន់របស់ឯងបន្ទាប់មកយកឈាមមនុស្សរស់ហើយបន្ទាប់មកលួចយកប៉ាន់របស់តាអេសីទៀតអ្នកគួរតែយកឈ្នះទឹកចិត្តរបស់លោកតាអេសីហើយនាំយករបស់ទាំងនោះមកយើងគ្រាន់តែសាកល្បងមើលថាតើឯងសមនឹងទទួលបានកំណត់ទាំងអស់នេះដែរឬអត់
ប៉ុន្តែឯងបានលុបលុនបាត់ទៅហើយបើឯងធ្វើអ្វីៗដោយភាពស្មោះត្រង់ដោយគ្មានការលុបលុននោះកំណប់ទ្រព្យទាំងអស់នេះគឺជារបស់ឯងពិតប្រាកដហើយយើងបានថែរក្សាកំណត់ទ្រព្យទាំងអស់នេះសម្រាប់អ្នកដែលជ្រើសរើសការធ្វើអំពើសុចរិតភាពតែប៉ុណ្ណោះខ្ញុំមានការសោកស្ដាយខ្លាំងណាស់ខ្ញុំបានក្លាយទៅជាមនុស្សលោភដោយសារតែចិត្តលោភលន់របស់ខ្ញុំពិតជាមានការសោកស្ដាយខ្លាំងបំផុតយើងថែរក្សាកំណត់ទ្រព្យទាំងអស់នេះសម្រាប់អ្នកដែលជ្រើសរើសធ្វើអំពើសុចរិតភាពតែប៉ុណ្ណោះតែអ្នកបានប្រើប្រាស់ភាពវៃឆ្លាតរបស់អ្នកដើម្បីតែសេចក្តីលោភលន់បើអ្នកមានចិត្តស្មោះត្រង់និងធ្វើអ្វីដោយភាពត្រឹមត្រូវនោះម្លេះកំណត់ទ្រព្យទាំងអស់នេះនឹងជារបស់ឯងហើយនិយាយប៉ុណ្នេះហើយអរិយទឹកក៏បានបាត់ខ្លួនទៅកយបានដឹងខុសហើយគាត់បានយល់ថាភាពលោភលន់នាំឲ្យបាត់បង់លាភសក្ការៈល្អហើយគាត់បានបាត់បង់របស់ទាំងអស់នោះហើយតើមានរឿងអ្វីកើតឡើងអ្នកអើយតើទ្រព្យសម្បត្តិនិងគ្រឿងអលង្ការនៅឯណាទៅអ្នកខ្ញុំបានសោកស្ដាយខ្លាំងណាស់អ្នកអើយខ្ញុំបានមានចិត្តលោភលន់និងធ្វើឲ្យអ្នកមានចិត្តលោភលន់ជាមួយខ្ញុំដែរខ្ញុំបានដឹងខុសហើយខ្ញុំមិនគួរលោភលន់បែបនោះឡើយថ្ងៃនេះកំណត់ទ្រព្យបានរបូតចេញពីដៃរបស់ខ្ញុំបាត់ទៅហើយហ៎ណែអ្នកមិនអីទេអ្នកខ្ញុំបានប្រាប់អ្នកហើយថាថ្ងៃណាមួយភាពលោភលន់នឹងបំផ្លាញអ្នកតែអ្នកមិនបានស្ដាប់ខ្ញុំឡើយតែមិនអីទេណាអ្នកបានត្រឡប់មកវិញដោយសុវត្ថិភាពនេះឯងដែលជាកំណត់ទ្រព្យដ៏មានតម្លៃបំផុតណាអ្នកអើយតែទ្រព្យដែលពិតប្រាកដនោះគឺគ្រួសារយើងទេណាអ្នកខ្ញុំមិនចង់បានអ្វីច្រើនជាងនេះទៀតទេណាអ្នកចាប់តាំងពីថ្ងៃនោះមកកយបានយល់ថាទ្រព្យសម្បត្តិពិតប្រាកដគឺគ្រួសារនិងភាពស្មោះត្រង់គាត់បាននិទានប្រវត្តិសាច់រឿងរបស់គាត់ដល់ចៅរបស់គាត់និងក្មេងៗនៅក្នុងភូមិដើម្បីបង្រៀនពួកគេឲ្យមានភាពស្មោះត្រង់និងជៀសវាងភាពលោភលន់មេរៀនពីរឿងនេះគឺមិត្តទាំងអស់គ្នាការលោភលន់មិនដែលនាំឲ្យមានអត្ថប្រយោជន៍នោះទេមនុស្សដែលមានចិត្តលោភលន់តែងតែជួបនៅបញ្ហានិងការបាត់បង់អ្វីមួយយើងត្រូវតែពេញចិត្តនៅអ្វីដែលយើងមានហើយត្រូវបរិច្ចាគចិត្តស្រឡាញ់ដល់អ្នកដទៃផងដែរ